សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំសូមបន្តមេរៀនយើងទាក់ទងទៅនឹងការដំឡើង VMware ប៉ុន្តែមុននឹងចូលទៅដល់ការដំឡើង VMware ហ្នឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយល់ច្បាស់ពី Network Adapter នៅក្នុង VMware Workstation សិនពីព្រោះអីបើយើងអត់យល់ច្បាស់ពី Network Adapter ថានៅក្នុងហ្នឹងវាមានតួនាទីអ្វីខ្លះទេវាអាចធ្វើឲ្យអ្នកទាំងអស់គ្នាមានការពិបាកយល់ថាមូលហេតុបានខ្ញុំដាក់ Network Adapter ណា Bridge ឬក៏ Host Only អូខេអញ្ចឹងដើម្បីយើងអាចទៅសិក្សាពី Network Adapter ទាំងអស់ហ្នឹងបានអ្នកទាំងគ្នាចូលកន្លែង Edit នេះមកបន្តមកទៀតអ្នកទាំងអស់គ្នាចុចកន្លែងនេះ Virtual Network Editor រងចាំវាបន្តិចទៅដើម្បីឲ្យវាបើកដំណើរការអូខេអញ្ចឹងមកដល់ចំណុចនេះអ្នកទាំងអស់គ្នាចុចកន្លែងChange Network Setting កន្លែងនេះយើងយក Yes មករងចាំវាបន្តិចអូខេអញ្ចឹងយើងឃើញហើយថានៅក្នុង VMware Workstation គឺ Network Adapter វាទាំងអស់គឺវាមាន3ហើយ3ហ្នឹងគឺវាមានគុណសម្បត្តិនិងគុណវិបត្តិផ្សេងគ្នាអញ្ចឹងតើតើយើងយល់ច្បាស់ទើបយើងអាចប្រើប្រាស់វាត្រូវទៅតាមតម្រូវការជាក់ស្ដែងរបស់យើងហ្នឹងហើយអញ្ចឹងយើងបន្តទៅទៀតចំពោះ network ទី1នេះវាឈ្មោះថា brick អញ្ចឹង network នេះគុណសម្បត្តិរបស់វាគឺមានលក្ខណៈចេះបើសិនបើកុំព្យូទ័រយើងខាងក្រៅចាប់អ៊ីនធឺណិតពី router បានមក IP បែបណាហើយនៅក្នុង VM នេះគឺវានឹងទទួលបានអ៊ីនធឺណិតអូតូម៉ាទិកហើយ IP ដូចគ្នាអញ្ចឹងខ្ញុំអាចថាជាឧទាហរណ៍ចេះទៅបានយើងស្រួលយល់ឧទាហរណ៍ថាកុំព្យូទ័រខ្ញុំនេះខ្ញុំបើក control panel មួយដើម្បីយើងមើល network adapter ហេនេះជា Wi-Fi ផងកុំព្យូទ័រខ្ញុំប៉ុន្តែខ្ញុំ sorry ផងខ្ញុំមិនបានភ្ជាប់ Wi-Fi ទេអញ្ចឹងឧទាហរណ៍ថាកុំព្យូទ័រនេះវាចាប់ Wi-Fi វាបានចាប់ Wi-Fi បាន IP 192.168.10.20អូខេតែស្លាស់24ចុះអញ្ចឹងនៅពេលដែលយើងដាក់network ជា bridge នេះVM ដែលនៅក្នុងនេះគឺវានឹងទទួលបានអ៊ីនធឺណិតដូចគ្នាហើយ IP ដែលវាទទួលបានគឺដូចទៅនឹង IP អ៊ីនធឺណិតដែលម៉ាស៊ីនខាងក្រៅវាចាប់បានអញ្ចឹងវាគ្រាន់តែខុសឧទាហរណ៍ថាម៉ាស៊ីនក្រៅយើង20អាក្នុងវា21អញ្ចឹងគឺវាស្រួលមែនទែនយើងមិនបាច់ config អីច្រើនទេយើងយកតែបិទនេះទៅគឺវាអូតូមានអ៊ីនធឺណិតមកតែម្ដងnetwork មួយទៀតវាមានឈ្មោះថា host only អញ្ចឹង network host only ហ្នឹងគេប្រើវាដើម្បីធ្វើការទាក់ទងពី VM មួយទៅកាន់ VM មួយទៀតឧទាហរណ៍ចេះខ្ញុំមាន VM 2មាន Windows 11ហើយនិង Windows 11មួយអញ្ចឹងដើម្បីឲ្យ Windows ទាំងពីរហ្នឹងវាអាចធ្វើការទាក់ទងគ្នាបានដូចជាធ្វើ file share ពីខ្ញុំហៅទៅឧទាហរណ៍ណាធ្វើការ share file ពីកុំព្យូទ័រ10មកកុំព្យូទ័រ11នេះអញ្ចឹងបើយើងចង់ឲ្យ share file បានតោះតែយើងចូល network adapter វាឲ្យដូចគ្នាបើ Windows 11នេះវា host only ហើយWindows 10នេះក៏វាត្រូវតែ host only ដែរហើយត្រូវដាក់ IP ដូចគ្នាគឺវាអាច
ទាក់ទងគ្នាបានហើយអាហ្នឹងជាគុណសម្បត្តិរបស់ host only ប៉ុន្តែវាអត់មានអ៊ីនធឺណិតចូលនៅក្នុង VM ទេអញ្ចឹងពីរហ្នឹងខុសគ្នាអញ្ចឹងnetwork adapter ចុងក្រោយគឺណាអញ្ចឹងណានឹងព្រិចបើយើងគិតទៅនៅពេលដែល VM ដាក់ network adapter ណាក៏វាមានអ៊ីនធឺណិតដូចទៅនឹងព្រិចដែរប៉ុន្តែវាខុសគ្នាត្រង់ចំណុចនេះអឺឧទាហរណ៍ថាអានេះឧទាហរណ៍មុនទេឧទាហរណ៍ថា router យើងវាបោះ IP មកប៉ុណ្ណឹងជាមួយ subnet ប៉ុណ្ណឹងហើយVM ដែលដាក់ network ជាណាតហ្នឹងត្រូវដាក់ IP ឲ្យខុសពីកុំព្យូទ័រនៅខាងក្រៅអានេះអាចដាក់20/24ទៅអញ្ចឹងវាមានអ៊ីនធឺណិតដូចគ្នាប៉ុន្តែ IP នៅក្នុង VM ត្រូវតែខុសជាមួយនឹង IP អ៊ីនធឺណិតដែលកុំព្យូទ័រខាងក្រៅចាប់បានពី router វាខុសពី bridge ណា bridge នៅពេលដែលយើងដាក់network adapter វាជា bridge Wi-Fi យើងបោះមក IP ប៉ុណ្ណា subnet ប៉ុណ្ណា gateway ប៉ុណ្ណាគឺនៅក្នុង VM គឺវានឹងទទួលបានដូចគ្នាប៉ុន្តែប្រើ NAT វិញ IP ខាងក្រៅដែល router បោះឲ្យកុំព្យូទ័រខាងក្រៅគឺវាត្រូវតែខុសគ្នាជាមួយនឹង IP subnet mask និង gateway ដែលយើងដាក់នៅក្នុង VM នឹងជាចំណុចដែលវាខុសគ្នាប៉ុន្តែពីរនឹងសុទ្ធតែអាចឡើងទៅអ៊ីនធឺណិតបានខុសអីតែ host only នេះគឺកុំព្យូទ័រយើងអត់អាចឡើងទៅអ៊ីនធឺណិតបានទេប៉ុន្តែវាជួយឲ្យកុំព្យូទ័រនៅក្នុង VMware នេះអាចស្គាល់គ្នាបានខ្ញុំសង្ឃឹមថាអ្នកគ្នាតន់ហើយនៅក្នុងវីដេអូក្រោយខ្ញុំនឹងបញ្ជាក់បន្ថែមទៀតទាក់ទងទៅនឹងការ design network adapter នៅក្នុង VM នីមួយៗដើម្បីឲ្យlab របស់យើងនឹងធ្វើទៅវាដំណើរការស្រួលអញ្ចឹងបើអ្នកទាំងអស់គ្នាមានសំណួរឬក៏អត់ទាន់នៅត្រង់ចំណុចណាអាច comment សួរខ្ញុំបានដោយសារខ្ញុំធ្វើវីដេអូនេះគឺដើម្បីឲ្យខ្ញុំរំលឹកនៅមេរៀនដែលខ្ញុំបានធ្លាប់រៀននេះខ្ញុំមិនមែនជាចេះច្រើនទៅលើនឹងទេ